ការធ្វើការយកប្រាក់ខែមិនមែនជាបញ្ហាទេប៉ុន្តែបញ្ហានោះគឺការមានចំណូលតែមួយផ្លូវអញ្ចឹងបើការងារចម្បងរបស់យើងល្អសូមបន្តធ្វើវាចុះតែសូមសួរខ្លួនឯងនៅសំណួរមួយចុះបើថ្ងៃស្អែកក្រុមហ៊ុនឬក៏អង្គភាពយើងកាត់បន្ថយបុគ្គលិកឬក៏ប្រសិនបើយើងឈឺរយៈពេលមួយខែពេញមិនអាចធ្វើការបានតើយើងបានអីញ៉ាំយើងបានអីស៊ីអញ្ចឹងដើម្បីបង្ការកុំឲ្យបញ្ហានោះកើតឡើងយើងមិនគួរពឹងផ្អែកលើចំណូលតែមួយផ្លូវនោះទេយើងគួរតែបង្កើតផ្លូវចំណូលទី2ទី3ហើយអភិវឌ្ឍវាបន្តិចម្ដងបន្តិចម្ដងអញ្ចឹងតើយើងកំពុងតែរៀបចំអនាគតរបស់យើងឬក៏យើងកំពុងរស់ដោយពឹងលើប្រាក់ខែមួយខែនឹងទៅមួយខែទៀតអញ្ចឹងសម្រាប់ខ្ញុំក៏មានការងារពេញម៉ោងដែររាល់ថ្ងៃនោះប៉ុន្តែខ្ញុំជឿថាការមានជារូបបន្ថែមគឺជាការរៀបចំដ៏ល្អមួយសម្រាប់អនាគតដូច្នេះហើយទើបខ្ញុំសម្រេចចិត្តរៀននិងកសាងអាជីវកម្មជាមួយនឹងក្រុមហ៊ុន Walton International អញ្ចឹងបើសិនបើបងប្អូនចង់ស្វែងយល់ថាវាជាអ្វីហើយដំណើរការយ៉ាងដូចម្ដេចសូមផ្ញើសារមកខ្ញុំនឹងចែករំលែកពីបទពិសោធន៍របស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នា